តោះសួស្តីគ្នាថ្ងៃនេះគឺយើងមកនិយាយអំពី Order Pro Trading Strategy តើ Order Pro Trading Strategy ពឹងផ្អែកទៅលើគេតើដំណើរការបែបម៉េច Order Pro Trading Strategy គឺពឹងផ្អែកទៅលើ Market Structure ឬក៏ Market Structure Shift របស់យើងហើយហេតុអីបានខ្ញុំបង្រៀនមេរៀន Basic សុកបើជាចេញ Order Pro Trading Strategy ណាឆ្កុយចំពោះមេរៀន Basic ដែលយើងបានបង្ហាញមុនគឺយើងបង្កើតបានជាមេរៀន Order Pro Trading Strategy មួយឬក៏ជា model មួយសម្រាប់ឲ្យអ្នកគ្នាប្រើប្រាស់អញ្ចឹងអ្វីដែលខ្ញុំអាចធ្វើបានគឺណែនាំឲ្យអ្នកទាំងអស់គ្នាទៅមើលវីដេអូមុនដើម្បីបង្កើតបានជា model មួយនេះដើម្បីស្វែងយល់ឲ្យមានប្រសិទ្ធភាពជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាអត់បានមើលមេរៀន Basic ទេហើយមកមើលវីដេអូនេះខ្ញុំធានាថាមើលអត់យល់ទេអញ្ចឹងសូមអ្នកគ្នាទៅមើលពីលំដាប់លំដោយមកអញ្ចឹងយើងត្រឡប់មកវិញចំពោះ Order Pro Trading Strategy គឺយើងបានបង្កើតឡើងសម្រាប់អ្នកដែលគាត់ទើបរៀនបញ្ចប់មេរៀន Basic របស់យើងហើយបន្ទាប់មកយើងមាន model មួយនេះកើតឡើងហើយអ្វីដែលយើងពិសេសនោះគឺ Order Pro Trading Strategy វាមានប្រសិទ្ធភាពល្អឲ្យតែអ្នកគ្នាមានការស្វែងយល់ឲ្យបានលម្អិតទី1 key point liquidity structure market structure shift ឬក៏ premium and discount ឥឡូវយើងត្រឡប់មកវិញយើងចូលទៅមើលទីផ្សារជាក់ស្ដែងថាវាដំណើរការបែបម៉េចហើយចំពោះ time frame ខ្ញុំបញ្ជាក់គឺទី1យើងសម្រាប់យើងជា day trade ខ្ញុំសូមតែបង្ហាញជាប្រភេទ day trade ទេ1ម៉ោងសម្រាប់ចាប់ structure ឬក៏ key point បន្ទាប់មក5នាទីឬក៏3នាទីtime frame ដែលយើងប្រើតូចបំផុតគឺ3នាទីมันអាចដល់1នាទីទេគឺខ្ញុំមានមូលហេតុអីបានយើងអត់ប្រើ1នាទីទី1វាបង្ហាញអំពី structure គឺបង្ហាញ liquidity ហេតុអីបានគ្រាន់តែបង្ហាញ structure និង liquidity សុទ្ធមិនមើល time frame 1នាទីដោយសារនៅក្នុង time frame 1នាទីគឺវាមានការ fake liquidity ឬក៏ structure ច្រើនដែលធ្វើឲ្យមានការបង្កើត market structure shift ឬក៏ liquidity ដែលគ្មាន volume អញ្ចឹងយើងត្រឡប់មកវិញយើងចូលទៅមើលទីផ្សារដែលយើងនឹងប្រាប់ពីរបៀបដំណើរការទៅលើ model Order Pro Trading Strategy របស់យើងអ្នកគ្នាត្រូវសិក្សាអំពី structure របស់យើងកំពុងតែវាអ្វីដែលយើងអាចធ្វើបានចាប់ទៅលើតំបន់ premium and discount អញ្ចឹងយើងប្រកាសថាយើងនឹងរកតម្លៃលក់សម្រាប់តំបន់ premium លក់ចុះប៉ុន្តែនៅពេលដែលទីផ្សារវាបានឡើងមកគឺបុកតម្លៃនឹងបែកយកតែម្ដងអញ្ចឹងនៅពេលដែលវាបានបែកតម្លៃហ្នឹងយើងនឹងទទួលបាន market structure shift ឬក៏ MSF របស់យើងអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺ premium and discount ពី low មក high មកsee អញ្ចឹងកន្លែងនេះគឺជាតំបន់ 50% របស់យើងខាងក្រោម discount ខាងលើ premium អញ្ចឹងអ្នកគ្នាប្រកាសជាដឹងហើយថាអ្វីដែលយើងត្រូវធ្វើគឺរងចាំទិញនៅតំបន់ discount ដើម្បីទទួលបានតម្លៃថោកហើយយើងក៏មានលទ្ធភាពអាចទិញនៅតំបន់ premium បានដែរប៉ុន្តែសួរថាវាអាចនឹងមានហានិភ័យច្រើនអញ្ចឹងអ្វីដែលយើងអាចគឺទិញនៅតំបន់ discount ដែលស្ថិតនៅក្នុងតម្លៃថោកជាង premium អញ្ចឹងនៅពេលដែលវាចាក់ចូលមកដល់ fair value gap របស់យើងឬក៏ order block របស់យើងអញ្ចឹងកន្លែងនេះខ្ញុំសូមចាប់ឲ្យវាអស់ហ្មងទៅដោយសារវាគៀកនឹង fair value gap ដែរអញ្ចឹងប្រខិតមកលើអញ្ចឹងនៅពេលដែលវាបានចាក់ចូលមកក្នុង key point របស់យើងអ្វីដែលយើងអាចធ្វើបានគឺយើងនឹងផ្លាស់ប្ដូរទៅ low time frame សម្រាប់រកកន្លែង entry បើយើងមើលទៅលើ time frame 1ម៉ោងមកគឺយើងគាត់จะឃើញលើ iBoss មួយទៀតsee
ប៉ុន្តែខ្ញុំសូមបញ្យល់ប៉ុណ្ណឹងសិនយើងអត់ចង់បញ្យល់ច្រើនទេយើងចង់ឲ្យមានភាពបន្តដើម្បីឲ្យវាកាន់តែលម្អិតយើងអត់ចង់ធ្វើវីដេអូវែងទេអញ្ចឹងភាពបន្ទាប់ខ្ញុំនឹងបញ្យល់លម្អិតកាន់តែជ្រៅជាងនឹងទៀតសម្រាប់ Order Pro Trading Strategy របស់យើងឬក៏ model Order Pro អញ្ចឹងអ្វីដែលអ្នកគ្នាត្រូវដឹងទី1សិក្សាអំពី structure market structure shift liquidity key point របស់យើងមាន order block ឬក៏ fair value gap អីផ្សេងៗចឹងទៅហើយបន្ទាប់មកសិក្សាអំពី time frame ហើយចំពោះវីដេអូផ្សេងទៀតខ្ញុំនឹងបង្ហាញអំពី liquidity price action ជាមួយនឹង order block បែប price action ចំពោះវីដេអូទាំងអស់ហ្នឹងខ្ញុំដូចជាអត់ទាន់ឃើញមានការបង្ហាញទេអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យថ្មីជាងគេតែម្ដងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ